បាទសូមគោរពបាទនឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនបាទលោកតាលោកយាយទាំងអស់បាទដែលតែងតែនិយមបាទនឹងគ្រប់គ្រងនៅក្នុង Channel បាទ PPN TV1M បាទពុកម៉ែបងប្អូនបាទលោកតាលោកយាយបាទថ្ងៃនេះខ្ញុំបកណាបាទខ្ញុំបាទចន្ទថាបាទក៏សូមយកបាទនៅឈ្មោះបាទហើយឈ្មោះបារមីបាទទាំង10ឬអ្នកខ្លះក៏ហៅថាព្រាយបាទបលាំងណាបាទអ្នកខ្លះក៏ហៅថាបរមីអីចឹងទៅបាទទៅតាមការគេហៅឬក៏តាមនិយមបាទដែលលោកគ្រូអ្នកគ្រូបាទទាំងអស់ដែលហៅណាបាទហើយឈ្មោះបាទបារមីទាំង10នេះបាទឬក៏ហៅបរមីទាំង10នេះឬក៏ហៅព្រាយបាទបលាំងនេះគឺមានបាទសារៈប្រយោជន៍ខ្លះដែរណាពុកម៉ែបងប្អូនណាបាទមុននឹងយើងចូលសម្រានបាទឬក៏ចូលសម្រាកបាទយើងអាចហៅឈ្មោះបាទបារមីទាំង10នោះបាទហៅរំលឹកឈ្មោះរាល់ថ្ងៃចឹងទៅមុនយើងចូលគេងបាទឬក៏ពេលថ្ងៃសិលឬក៏មុនថ្ងៃសិលក៏ដោយឬក៏យើងបានរំលឹកឈ្មោះបាទរាល់ថ្ងៃបាទរឹងរឹតតែប្រសើរបាទហើយឈ្មោះបារមីទាំង10នេះបើសិនយើងស្វាធ្យាយបាទយើងសូត្រឈ្មោះបាទទៅទិញឈ្មោះបាទនឹងអាចបាទថែរក្សាយើងទៅទីចិត្តទីឆ្ងាយបាទជួបតែសេចក្តីសុខសេចក្តីចម្រើនបាទហើយបាទបារមីបាទទាំង10នោះឬក៏ហៅបរមីទាំង10ឬក៏ហៅព្រាយបាទបលាំងនោះណាបាទជួយបាទប្រាប់ដំណឹងបាទដែលប្រុងនឹងកើតបាទខាងមុខណាបាទអាចនឹងជួយប្រាប់ដំណឹងមុនឬក៏បាទបំវៀងបាទនៅគ្រោះកាចទាំងឡាយទាំងពួងបាទភ័យទាំងឡាយទាំងពួងបាទដែលផងកើតមកដល់លើយើងនេះបាទឲ្យបវាជាឆ្ងាយហើយឲ្យយើងប្រុងប្រយ័ត្នបាទជាមុនអញ្ចឹងណាបាទហើយក៏តាមថែអាសាយើងបាទឲ្យយើងនឹងបាទនិយាយមួយម៉ាត់ទៅកិច្ចផុតពីបាទគ្រោះបាទគ្រោះតូចគ្រោះធំបាទឬក៏សបិននិមិត្តបាទអាក្រក់បាទទាំងឡាយនោះបាទបោវាជាឆ្ងាយបាទអញ្ចឹងកុំឲ្យខាតពេលយូរបាទពុកម៉ែបងប្អូនបាទយើងបាទចាប់ផ្ដើមមកស្គាល់ឈ្មោះបាទគេហៅថាព្រាយបាទបលាំងក៏បានបាទបារមីទាំង10នោះក៏បានបាទដែលអ្នកដែលថែរក្សានៅបាទបលាំងបាទព្រះណាបាទដែលថែរក្សានៅមនុស្សលោកយើងបាទតែមនុស្សលោកយើងបាទមិនសូវស្គាល់ឈ្មោះបាទអញ្ចឹងនាមបាទទី1បាទមានឈ្មោះបាទនារីបាទវលៈបាទឈ្មោះនារីវលៈបាទនាមទី2នោះបាទឈ្មោះបាទវឌ្ឍនៈសោភ័យបាទឈ្មោះទី2ឈ្មោះវឌ្ឍនៈសោភ័យបាទនាមទី3នោះបាទឈ្មោះនារីមកុដថ្លាបាទឈ្មោះនារីមកុដថ្លានាមទី3បាទហើយទី4នោះបាទនាមថាបាទសេដាភវ័ណ្ណបាទឈ្មោះសេដាភវ័ណ្ណបាទហើយទី5នោះឈ្មោះភិដានអាកាសបាទទី5នេះឈ្មោះភិដានអាកាសបាទទី6នោះឈ្មោះបាទអោភិសវណ្ណបាទអោភិសវណ្ណបាទហើយទី7នោះឈ្មោះមាលាដួងច័ន្ទបាទទី8នោះឈ្មោះបាទសវណ្ណកេសរឬក៏ហៅថាសវណ្ណកេសៈបល័យយើងហៅទៅដាក់សវណ្ណកេសៈចឹងទៅបាទទី9នោះឈ្មោះបាទរតនៈបាទសោភ័ណ្ឌបាទទី9ណាបាទហើយទី10នោះបាទមាននាមឈ្មោះថានួនច័ន្ទសោភាបាទអញ្ចឹងយើងភាវនាទន្ទិញរាល់ថ្ងៃទៅមុនចូលគេងក្តីពេលបាទរំលឹកនៅមុខទីអាសនៈយើង
បាទក្តីឲ្យទស្សបារមីទាំង10នោះមកក្រងកាន់ថែរក្សាយើងដើម្បីឲ្យបានដំណឹងជាមុនបាទប្រាប់ដំណឹងជាមុនបើសិនមានទុកមានភ័យអីហើយក៏បានបរិវាសជាឆ្ងាយនៅគ្រោះតូចគ្រោះធំទាំងឡាយឲ្យវិនិច្ឆ័យខ្ចាយបាទទៅផងបាទអញ្ចឹងខ្ញុំរំលឹកម្ដងទៀតបាទទី1ឈ្មោះនារីវរលៈទី2រតនសោភីទី3នារីមកតថ្លាទី4សេដាភវ័ន5ភិដានអាកាស6អោភិសវ័ន7មាលាដួងច័ន្ទ8សវណ្ណកេសៈបាទ9រតនសោភ័ណ្ឌ10នួនច័ន្ទសោភាអញ្ចឹងបើយើងសូត្រត្មងទៅយើងសូត្រថានារីវរលៈវឌ្ឍនសោភីនារីមកតថ្លាសេដាភវ័នភិដានអាកាសអោភិសវណ្ណមាលាដួងច័ន្ទសវណ្ណកេសៈរតនសោភ័ណ្ឌនួនច័ន្ទសោភាបាទយើងសូត្រអញ្ចឹងទៅសូត្រ3ចប់អញ្ចឹងទៅណាបាទនៅមុខអាសនៈក្តីមុនចូលគេងក្តីបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណេះទេពុកម៉ែបងប្អូនណាចែកម្លែកដើម្បីជាចំណេះដឹងបាទទាំងអស់គ្នាបាទអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនបាទជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ